Ok, tạiយើងចាប់ផ្ដើមតមេរៀនយើងបន្តទៀតយើងហៅគ្នាយើងចូលរៀនមកគឺចាប់ផ្ដើមតហើយអូខេតោះយើងមើលមួយគឺចូលដល់ទៅគឺដាក់ថាចម្លើយអូខេចម្លើយយើងមើលមិនតិចមកប្រធានបំផាត់យើងមើលមកចឹងកន្លែងនេះគឺឆ្លើយតែម្ដងដែរចូលឲ្យនិយមន័យប្រតិកម្មបំបែកប្រតិកម្មបំបែកគឺជាប្រតិកម្មគឺជាប្រតិកម្មដែលអីគឺជាប្រតិកម្មដែលអង្គធាតុប្រតិករមួយអង្គធាតុប្រតិករមួយបំបែកបានអង្គធាតុកកើតពីរឬច្រើនអូខេខាងទៅប៉ុណ្្នឹងមកយើងចូលដល់កន្លែងនេះមុននឹងដល់កន្លែងហ្នឹងគ្រូសូមដាក់ខាងលើនេះបន្តិចហើយគឺលុបខាងលើចោលគឺដាក់បំរាប់យើងមានអីខ្លះយើងមើលបន្តិចមកទី1គឺតកតងជាមួយនឹងរយៈពេលនេះស្មើ0យើងមានកំហាប់ទឹកអុកស៊ីហ្សែនយើងនេះកំហាប់ទឹកអុកស៊ីហ្សែនស្មើនឹង1.0 m នឹងទី1ហើយមួយទៀតតកតងជាមួយនឹង weight s ស្មើ1.5 លីត្រហើយមួយទៀតតកតងជាមួយនឹងរយៈពេលស្មើនឹង30នាទី30នាទីយើងមានអីយើងមានអូស្មန်ភាយចេញអូស្មန်ភាយចេញយើងគឺអុកស៊ីហ្សែនចឹង order យ៉ាងនេះមានទី1 weight របស់វាហ្នឹងស្មើទៅនឹង weight per order ស្មើទៅនឹង448 ml យើងបំបែកទៅលីត្រទៅយើងបាន0.448 លីត្រហើយមួយទៀត VM លក្ខខណ្ឌធម្មតា VM ស្មើនឹង22.4 លីត្រក្នុង1ម៉ូលអូខេក្នុង1ម៉ូលអូខេបំរាប់យើងមានប៉ុណ្ណឹងមកយើងមើលចំណុចខកេរនីកំហាប់ទឹកអុកស៊ីហ្សែននៅខណៈទេស្មើ30នាទីអូខេអញ្ចឹងយើងចាប់ផ្ដើមកេរនីមកយើងដាក់មកតាមរូបមន្តអូខេតាមរូបមន្តកំហាប់ទឹកអុកស៊ីហ្សែនកំហាប់ទឹកអុកស៊ីហ្សែនខណៈទេស្មើ30នាទី30នាទីស្មើចំនួនម៉ូលរបស់ H2 O2 គឺសរសេរបន្ថែមមកដាក់ថាសល់ចែកឲ្យ VS អញ្ចឹងចុះដើមបន្ទាប់មកយើងដាក់មកតែអីតែចំនួនម៉ូលរបស់ H2 O2 សល់របស់យើងនេះវាស្មើទៅនឹងចំនួនម៉ូលទឹកអុកស៊ីហ្សែនដើមចឹងចំនួនម៉ូលទឹកអុកស៊ីហ្សែនដើមគ្រូតាំងដោយ0
đóចំនួនម៉ូលទឹកអុកស៊ីហ្សែនចូលរួមប្រតិកម្មគ្រូដាក់ធម្មតាបែបហ្នឹងឬក៏យើងស្រឡាញ់ព្រីមក៏ព្រីមអត់អីទេអញ្ចឹងមកយើងរកមួយមកយើងបានចំនួនម៉ូលរបស់ទឹកអុកស៊ីហ្សែនដើមស្មើទៅនឹង C គុណនឹង V ដោយ A ស្មើនឹង 1m V ស្មើទៅនឹង 1.5 លីត្រចូលមកអញ្ចឹងយើងបានចំនួនម៉ូលទឹកអុកស៊ីហ្សែនដើមស្មើទៅនឹង1គុណនឹង 1.5 ស្មើ 1.5 ម៉ូលនេះអាដើមបាទមួយទៀតយើងដាក់មកតែចំនួនម៉ូលរបស់អីយ៉ាចំនួនម៉ូលទឹកអុកស៊ីហ្សែនយើងនេះអូខេប្រើចេះដល់ដាក់តាមសម័យកាលភ្លេចសេសម័យកាលមកអូខេមកសម័យកាលគឺសេមកទៅដល់ហ្នឹងចឹងសម័យកាលយើងគូសូមសរសេរកន្លែងនេះតាមដល់ទៅខាងលើវិញគាត់នេះអូខេចឹងខាងលើនេះអត់មានអីយកមកសរសេរទៀតទេព្រោះលោកចោលតែម្ដងប៉ុណ្ណឹងបាទចឹងគូដាក់តាមសម័យកាលចំនួនម៉ូលទឹកអុកស៊ីហ្សែនវាស្មើនឹង2ដងចំនួនម៉ូលអូដឺតែអីតែចំនួនម៉ូលអូដឺយើងនេះចំនួនម៉ូលអូដឺយើងនេះវាស្មើទៅនឹង V អូដឺលើ VM វាដាក់មកដោយ V អូដឺយើងនេះស្មើប្រមាណស្មើនឹង 0.448 លីត្រចំណែក VM ស្មើនឹង 22.4 លីត្រក្នុង1ម៉ូលបាទចូលដល់បន្តជួសជុលមកអញ្ចឹងនៅពេលដែលយើងជួសជុលទៅយើងបានចំនួនម៉ូលរបស់ទឹកអុកស៊ីហ្សែនវាស្មើទៅនឹង2គុណឲ្យ V អូដឺលើ VM អញ្ចឹងយើងជួសជុលមក2គុណជាមួយនឹងដែល 0.0 អីយ៉ា 0.448 ចែកឲ្យ 22.4 បាទគេនិយាយទីមកពីណាមែនយក2គុណនឹង 0.0 2គុណនឹង 0.4 ហើយចែកនឹង 22.4 មកយើងឃើញ 0.0 បាន 0.04 ណាត្រូវអត់អូខេបាទយើងឃើញអស់ហើយចំនួនម៉ូលដើមចំនួនម៉ូលចូលរួមប្រតិកម្មយើងឃើញហើយអញ្ចឹងយើងជួសជុលខាងលើមកយើងបានចំនួនម៉ូលសល់ចំនួនម៉ូលអូដឺសល់មកអាដើមដកអាចូលអាដើមយើងមែនអាដើម 1.5 ដក 0.04 បាទមែន 1.5 ដក 0.04 យើងឃើញ
1.46 rồi 1.46 màu tránh riêng chua châu á đại dương ban đó dương ban ấy ban cộng hàm tức oxygen nè t nè mà tình làm sạch người tí ba lần màu liếng mùi chạy sai của mũi chạy ở miệt miệt liếng mùi chạy pram cây sâu trên mà mùi chạy pram sorry mùi chạy sai của mũi chạy ở mùi chạy pram dương khơi xôm chạy cao bờ hay bảy nạt cái chị ẩm dân khna thằng nữ dương chụp lại chụp lại dân thằng nữ khó như thế người ta có comment rạp điện sở có comment thế chẳng cho nên kho dân khơi của bắn nặng chẳng khả năng tê mà sam sắp này tí nó còn hạt chất oxygen dân nó mà cái năng xôn chết để cùng buôn rối chất sắp bảy ẩm chẳng mà dân chập đang kiện này cần cáo đi dân nó chụp phơi khơi chân này rồi đi muối chỗ cái trả thứ tim bán gì vậy vậy buồn ok trao ta nè đi dân thư trao ta dân thư trao hỏi ởปัญหา ok ta đến cái này là bươn mà số một bát tức oxygen là chừng lọc PT mà số nâng T mà sang sang thì mà tam rồi muốn tam rồi muốn chân kia vậy là bươn mà số á xe là bươn mà số mà hỏi họ tức oxygen bật một cái chỗ mình cũng đã T muối TP mà tự đỏ cộng hạt tức oxygen tí phí cộng hạt tức oxygen tí phí đó cộng hạt tức oxygen tí mùi lỡ tí phí đó tí mùi nhưng trong đàm tọt nó trong đàm đòi đòi ấy đòi tê mà muối nè tê mà sâu một tí miền miền ấy miền cộng hạt tức oxygen như ní cộng hạt tức oxygen mà từ nắng mùi chết pram sorry mà âm nè mà âm trong này ai tê như ní tê tí pi như ní mà từ nắng sam sân một tí miền miền ấy miền cộng hạt tức oxygen như ní mà từ nắng sâu chết cái cái mảnh cái với mày ok mà dân chưa mà dân ban quê mày xuống họ tức oxygen tê mùi tê phí mà đó tí phí đó tí mùi xôn chơi cao với mấy độ mùi chén phải chạy ói để tí phí đó tí mùi này giảm sấp độ xôn ok dân kia đi mà dân do xôn chơi cầm cơ chất bấy
đọ mùi chén hãy chạy nắng sàn sập dương khơi xôn trách xôn bay đá hay cùng buồn rồi có dương ai ta xe cho các bạn này cùng buồn xôn lực đọc vài con đọ đọ buồn này chụp bị buồn ở cái đọ buồn nát âm normality ok dương ai thưa bạn đàn bạn chân lên mà phải bớ toàn từng học nghĩa này bên để học toàn là và bên để học toán ai số bản lùm hạt dương cùng rú bản năng lùm hạt lên phải bảy kêu con tập bị vô thế kêu học thưa ai thế để sao thì bên cùng rú lên mà phải bớ lại bên cùng rú lên phải bớ đấy cho những mơ cùng rú lên phải bớ đi tới lên phải bảy dân thời chạy nhảy mà toàn mình toàn ngày nãy ai số bán tôi chơi lùm hạt lên phải bảy cái tha practicam practicamបំបែកទឹកអុកស៊ីសែនចំពោះមុខកាតាលីករអំអាណូដេម៉ង់កាណេសឌីអុកស៊ីតដែលជាកាតាលីករតាំងដោយសមីការនេះសមីការយើងប៉ុណ្ណឹងគេយកមៀតទឹកអុកស៊ីសែនហ្នឹង500មីលីលីត្រកំហាប់វា4 4 អឹម4 អឹមធំធំមែនទែនជាទូទៅកំហាប់ដែលយើងលាងមុខរបួសសពថ្ងៃហ្នឹងជាទូទៅដូចជា0.5 1 អឹមឯណាប៉ុណ្ណឹងដល់ពី3ឯងដល់ពី3ធំធំមែនតើអញ្ចឹងអស់រយៈពេល50វិនាទីក្រោយមកគេទទួលបានឧស្ម័នភាចេញពីប្រតិកម្មដែល672 ml នៅលក្ខខណ្ឌធម្មតាតែកេរនីកំហាប់ទឹកអុកស៊ីសែននៅខណៈពេលស្មើ50នាទីដល់50វិអញ្ចឹង50វិនេះមានអីយើងធ្វើមកដោយកត្រាធ្វើឲ្យមើលអញ្ចឹងចម្លើយគឺបែបហ្នឹងហើយកេរនីល្បឿនមធ្យមបំបត្តិទឹកអុកស៊ីសែននៅចន្លោះពេល0និង50អូខេអានេះ copy ផាសពីលើមកតែមួយទេដូចតែគ្នាទេហើយចំណែកឯអក្សរកកេរនីល្បឿនមធ្យមកំណត់ order នៅខណៈពេលខាងលើមានន័យថាខណៈពេលដែលពី50 sorry ពី0ទៅ50ហ្នឹងឯងអញ្ចឹងយើងវិចារយើងវិចារបែបម៉េចយើងឈប់គឺមើលសិនគេនឹងមានល្បឿនវិទ្យុកំណត់ខណៈពេលខាងលើល្បឿនវិទ្យុកំណត់អូខេវិចារតាមសមីការចំនួនម៉ូលរបស់ order វាស្មើទៅនឹង1/2ចំនួនម៉ូលទឹកអុកស៊ីសែនកន្លែងនេះនេះកន្លែងនេះគឺយើងវិចារសិនមកចំនួនម៉ូល order វាស្មើទៅនឹង1/2ចំនួនម៉ូលរបស់ទឹកអុកស៊ីសែនបន្តមកយើងដាក់តាមតំណែងល្បឿនមកវេមធ្យមផល order T1 T2 ស្មើ1/2វេមធ្យមរបស់ទឹកអុកស៊ីសែនT1 T2 អូខេអញ្ចឹងវេមធ្យមនេះយើងដឹងចំណុចនេះយើងដោយមកដឹងហើយគឺជួសជុលមកយើងឃើញល្បឿនផុស order ហើយគេសួរចំណុចខនេះគេសួរថាតើខ្សែកោងតាំងឲ្យល្បឿន order ហ្នឹងមានរាងដូចដាច់រាងផុស order ផុសនៃអុកស៊ីសែនយើងសរសេរមកអានេះកំហាប់ order អានេះ0អានេះទេចឹងកំហាប់ផុសអុកស៊ីសែនគឺចេញពីកូឡូសូននេះឡើងទៅលើទៅហើយស្របជាមួយនឹងអរិយពេលនេះគឺជាក្រាបផុស order ក្រាបផុស order ប៉ុណ្ណឹងតន់ឬមិនតន់ត្រង់ណាបាទ
ai su bị chết bạn ngặt chân ngọn đấy chồng mày đấy bạn តោះណាលោកគ្រូ còn គូអាកន្លែងក្រាមហ្នឹងយើងគូដូចនៅក្នុងមេរៀនចឹងឯងលោក su đầu tiên អាកន្លែងក្រាមហ្នឹងយើងគូដូចនៅក្នុងមេរៀនយើងដែលយើងវាយបន្ទាត់ឈរឲ្យគូកៅឲ្យដូចក្នុងមេរៀនចឹងឯងលោក ở đây cu tập một ban đi cu đi nó cu tập một ban đến đi còn bàn tay dân tang á cùng hạp thằng này cùng hạp ồ đỡ thằng này dạ bén hay cu sốn hay cu tranh bị sôn đấy lại mà lời mà tập một ban đang má hay cu toạt cu prui má và tha xài con nó cứ việc xài con rồi bảo ồ đỡ tập một ban đang đi admin cu như nhảy đi và hai tháng cram đi và hai bị ong cực thiết co cài cram đấyដល់ពេលក្រាបមួយនេះបង្ហាញពីអង្គធាតុប្រតិកោតោះណាអានេះអង្គធាតុប្រតិកោអានេះអង្គធាតុកកើតក្រាបពីរហ្នឹងខុសគ្នាចឹងចឹងយើងគូទៅប៉ុណ្្នឹងទេ លោកគ្រូអាហ្នឹងយើងគូយកមិនមែនអត់មានដាក់តាំងលេខដាក់លេខអីណាលោកគ្រូ zoom đầu tiên zoom đầu tiên អាហ្នឹងយើងគូចឹងហ្មងមែនហើយក៏យើងបង់លេខ yeah យើងគូអញ្ចឹងហ្មងអត់ចាំបាច់បង់លេខទេមិនចាំបង់លេខទេដោយសារតែវាអត់មានលេខក្រិតទេគឺយើងគ្រាន់តែគូតាំងទេនេះគឺថាតើខ្សែកោងតាំងឲ្យលបឿនមធ្យមកំណត់ហ្នឹងវារៀងដូចម្ដេចអ្វីគេចង់ដឹងគឺចង់ដឹងថារៀងរបស់វាហ្នឹងរៀងបែបម៉េចអញ្ចឹងណាយើងគ្រាន់តែគូអញ្ចឹងមក ហើយយើងដាក់កន្លែងនេះ0មកហើយកន្លែងនេះកំហាប់មកកំហាប់ order ហ្នឹងមកកាលនេះរយៈពេលមកដាក់ទេមកគូសញ្ញាព្រួយនេះមកហើយដេញក្រាបហ្នឹងចេញពីគោល0ឡើងទៅលើឡើងហើយស្របជាមួយនឹងរយៈពេលប៉ុណ្នេះប៉ុណ្ណាហើយគូចេញពីហ្នឹងមកយើងដាក់ថា order មានន័យថាក្រាបហ្នឹងគឺក្រាបបង្ហាញពី order ប៉ុណ្ណឹងតោះ លេខ29គ្រូមើលទៀតសិនលេខ29គេថាគេយកទឹកអុកស៊ីសែន 0.5 លីត្រដែលមានកំហាប់5គុណនឹង10ស្វ័យគុណដល់1ម៉ូលក្នុង1លីត្រមានន័យថាអានេះដាក់ M ក៏បានដែរអីទេមកបន្ថែម manganese dioxide manganese dioxide បន្តិចចូលសរសេរសម័យការតាំងប្រតិកម្មដែលកើតមាននេះដែលកើតមានដែលកើតមានតើ MNO នឹងមានតួនាទីជាអ្វីទៅក្នុងប្រតិកម្មអញ្ចឹងសម័យការដូចគូយើងមើលក្នុងសម័យការខាងលើនេះនេះសម័យការហ្នឹងសរសេរឡើងវិញមកក្រ copy ផាសមកចំណែកឯសំណួរបន្តទៀតគេសួរថាតើ MNO នឹងមានតួនាទីជាអ្វីយើងឆ្លើយមកយើងឆ្លើយថា MNO នឹងមានតួនាទីជាកាតាលីករប៉ុណ្ណាចប់ចូលចំណុចខនៅខណៈទេស្មើ20នាទីគេទទួលបានឧស្ម័នភាចេញពីប្រតិកម្មនឹងចំនួន15 ml នៅលក្ខខណ្ឌធម្មតាគណនាកំហាប់ទឹកអុកស៊ីសែននៅខណៈទេស្មើ20នាទីកន្លែងនេះដូចចំណុចលេខ27មកអញ្ចឹងបងណាមានន័យថាយើងកំហាប់នេះកំហាប់ទឹកអុកស៊ីសែននេះគឺកំហាប់សល់កំហាប់សល់ស្មើនឹងចំនួនម៉ូលសល់លើវេលបាយអញ្ចឹងកំហាប់នេះកំហាប់សល់ទឹកអុកស៊ីសែនយើងនេះសល់វាស្មើទៅនឹងចំនួនម៉ូលសល់ចំនួនម៉ូលរបស់វាណាសល់លើវេលបាយចំនួនម៉ូលសល់នេះវាស្មើទៅនឹងចំនួនម៉ូលដើមដកចំនួនម៉ូលចូលរួមប្រតិកម្មហើយចំនួនម៉ូលដើមនេះយើងរកឃើញអាស្រ័យទៅនឹងនេះគេប្រាប់មៀតមកហើយគេប្រាប់កំហាប់មកអញ្ចឹងយើងអាចរកអាដើមនេះឃើញ
ចំណាយឯចំនួនម៉ូតចូលរួមប្រតិកម្មគឺយើងវិចារទៅតាមសម័យកាលចំនួនម៉ូតថតទឹកអុកស៊ីហ្សែនយើងហ្នឹងវាស្មើទៅនឹង2ដងចំនួនម៉ូតអូដឺចំណែកចំនួនម៉ូតអូដឺយើងនេះវាស្មើទៅនឹង V លើ VM អញ្ចឹង V គេឲ្យមកហើយ VM គេឲ្យមកអញ្ចឹងយើងចូលទៅយើងឃើញចំនួនម៉ូតចូលរួមប្រតិកម្មអញ្ចឹងយកពីនឹងដកគ្នាមកយើងឃើញចំនួនម៉ូតសល់អញ្ចឹងយើងយកសល់ចែកនឹងមានលបាយរបស់យើងគឺ 0.5 លីត្រដដែលអញ្ចឹងចែកមកយើងឃើញកំហាប់សល់ហ្នឹងគឺកំហាប់នៅខណៈទេស្មើ20នាទីហ្នឹងឯងអូខេលំហាត់ហ្នឹងដូចតែខាងលើទេយើងធ្វើខាងលើចេញហើយខាងក្រោមនេះអត់មានអីពិបាកទេតោះដែលកខកករនីល្បឿនមធ្យមបំបត្តិទឹកអុកស៊ីហ្សែននៅចន្លោះពេល0និង20នាទីអូខេអានេះដូចតែគ្នាមុនទេ27 28 29ដូចតែគ្នាទេខុសគ្នាបន្តិចទេខុសគ្នាអានេះខុសគ្នាកន្លែងនេះហើយអានោះខុសគ្នាកន្លែងនេះតារាងនេះខុសគ្នាប៉ុណ្ណាគេបញ្ចូលឲ្យបន្តិចដងអូខេដល់ទៅមុខទៀត30យើងគិតចប់ហើយណាអូខេ30នេះរៀងគ្រាន់ដែរលំហាត់តែគ្រូដាក់ចម្លើយនៅនឹងឲ្យតែម្ដងគេថាខ្សែកោងខាងក្រោមនេះដែលមិនអានទេគឺតាងឲ្យ sorry ខាងក្រោមនេះតាងឲ្យបំរែបំរួលកំហាប់ diode អនុគមនៃរយៈពេលមានន័យថាវាតាងឲ្យអនុគមនៃរយៈពេលហ្នឹងឯងក្នុងប្រតិកម្មគេឲ្យមកដែលអានេះគេហៅថាពែអុកសូឌីសូផាតអូខេពែអុកសូឌីសូផាតបូកជាមួយនឹង2 E ដកយើងទទួលបាន E ដបូកជាមួយនឹងសូផាត2សូផាតគេសួរថាតើកំហាប់ diode ហ្នឹងនៅពេលអាណន់មានតម្លៃស្មើប្រមាណណាពេលអាណន់អញ្ចឹងពេលអាណន់គ្រូបញ្ជាក់បន្តិចពេលអាណន់នេះមានន័យថាក្រាបយើងហ្នឹងនេះចុងក្រាបនិយាយចុងក្រាបមិននិយាយដើមក្រាបគល់ក្រាបទេគឺនិយាយចុងក្រាបយើងរត់ដល់កម្ពស់ណាហើយវាស្មើជាមួយនឹងអរិយពេលគឺយើងបន្លាយចេញពីចុងក្រាបហ្នឹងរកកំហាប់មកកំហាប់អញ្ចឹងប៉ះចំចំណុចណាកំហាប់ពេលអាណន់គឺកន្លែងហ្នឹងឯងតើណាកំហាប់ពេលអាណន់ E ដឺយើងនេះវាស្មើទៅនឹងជប់អានេះមកកម្ម1 2 3 4 5អូខេ5 6 7អូខេ 7.7 8 9អានេះ 7.8 នេះ 7.8 7.8 អូខេអញ្ចឹងគេយក 7.8 ហើយគុណនឹង10សេគុណដក3ខាងលើទៅកុំភ្លេចអីសោះតើតើនឹង10ស្វ័យគុណខាងលើខអាហ្នឹងខុសហើយណាគេឲ្យទូទេអញ្ចឹងកំហាប់ពេលអាណន់របស់វាគឺស្មើ 7.8 គុណនឹង10ស្វ័យគុណដក 3m ចម្លើយកចម្លើយខគេថាកំណត់ល្បឿនមធ្យមកំណ diode នៅចន្លោះពេល t ស្មើ10និង t ស្មើ20អូខេយើងមើល t ស្មើ10មានន័យថាអានេះ10 20 30 40 50តោះណា6 7 8 9 100យើងមកអូខេអញ្ចឹងក្រាបរយៈពេលយើងនេះអស់ដូចជា100ហើយជប់10 20 30 40 50 60 7 8 9 100អូខេ100ត្រឹមនេះ101អូ110 120អូខេអានេះ120ដែនកំណត់វាត្រឹម120ហើយចំណែកឯខាងលើយើងនេះខ្ពស់បំផុតហ្នឹងគឺ10ខ្ពស់បំផុត10អញ្ចឹងគេឲ្យយើងរកតែដែនកំណត់វាគឺតេស្មើនឹង10នាទីនិងតេស្មើ20អញ្ចឹងតេស្មើ10យើងបន្លាយចេញពីអរិយពេលទៅក្រាបប៉ះប៉ែហើយយើងបន្លាយចេញពីក្រាបហ្នឹងទៅកំហាប់អញ្ចឹងយើងឃើញថាខណៈតេស្មើទៅនឹង10នាទីមានកំហាប់ផល E ដឺយើងហ្នឹងវាស្មើទៅនឹង2គុណនឹង10ស្វ័យគុណដល់ 3m
ចំណាយឯគណៈទេស្មើទៅនឹង20នាទីយើងបន្លាយក្រាមមក20នាទីវាមកដល់នេះមកដល់នេះអញ្ចឹងអានេះ1 2 3វាមកដល់កន្លែងនេះអញ្ចឹង3ខ្ទង់3.7 3.7 3.8ហ្នឹងឯងយើងយកប្រមាណក៏បានដែរក៏ប៉ុន្តែប្រមាណក៏បានដែរហ្នឹងឲ្យត្រូវមិនមែនខុសទេណាឲ្យតែលើនេះមានន័យថាពាក់កណ្ដាលនេះ 3.5 អីក៏ប៉ុន្តែខ្សែក្រាបយើងហ្នឹងគឺខាងលើនេះខាងលើហ្នឹងអញ្ចឹងមានន័យថាចាប់ពី 3.6.7.8 ខ្ទង់3លេខហ្នឹងបានត្រូវអញ្ចឹងយើងយកប្រហែល 3.8 ទៅវាជិត9អីអូខេយក 3.8 ទៅក៏ប៉ុណ្ណឹងគុណ10សកលដល់3មកហើយយើងគណនាទៅយកអតេទី2ដល់អតេទី1ទៅយើងឃើញចម្លើយហើយមានអីបាទលំហាត់អត់មានអីពិបាកទេយើងមើលមកនេះហើយនៅក្នុងគីមីមួយទៀតគឺត្រូវដាក់រយៈពេលដាក់រយៈពេលសម័យកាលដាច់ខាតត្រូវតែមានតែលំហាត់ខ្លះក៏អត់មានដែរក៏ប៉ុន្តែនៅក្នុងល្បឿននៃប្រតិកម្មនេះជាទូទៅគឺមានហើយ 100% គឺមានហើយចឹងយើងមើលមកនេះចម្លើយចឹងយើងចែកមកណានេះឃើញអត់នេះអញ្ចឹងនៅក្នុងនេះគឺយក 3.5 តែយើងយក 3.6 3.7 ក៏អត់អីដែរក៏មិនខុសដែរលេខនេះប្រហែលជាអាចលំអៀងក្បៀសគ្នាតិចតួចទេអត់ច្រើនទេចឹងចម្លើយយើងវេមជ្ឈមផល either T1 T2 មានន័យថា T ពី10ទៅ20ហ្នឹងមានល្បឿនហ្នឹងស្មើ 0.15 គុណនឹង10ស្វ័យគុណដល់3 m ក្នុង1នាទីអូខេលំហាត់យើងចប់ត្រឹមលេខ30ហ្នឹងសិនយើងទៅមុខទៀតតើអត់ទាន់ទេអូចប់ហ្មងលំហាត់យើងចាប់ត្រឹម30មកដល់សល់2នាទីចុងក្រោយមានសំណួរចម្ងល់អីអាចសួរបានមុននឹងយើងបញ្ចប់មេរៀនទី1ត្រឹមថ្ងៃហ្នឹងយើងចប់មេរៀនទី1ណាចឹងសប្តាហ៍ក្រោយយើងចូលមេរៀនទី2ហើយលំហាត់ធ្វើឲ្យអស់ទៅជឿតាមគ្រូទៅធ្វើអស់ទៅលំហាត់នៅពេលដែលយើងរៀនវិញ្ញាសាក្រោយឃើញលំហាត់មកយើងដឹងថាលំហាត់ហ្នឹងមកពីណាហើយយើងធ្លាប់ធ្វើប៉ុន្មានដងយើងដឹងទាំងអស់អូខេមកមួយហេងមានចម្ងល់អត់កូនអត់មានទេលោកគ្រូចុះសុកហេងអត់អីទេលោកគ្រូតន់តើណាអូខេចឹងលំហាត់នៅសល់ប្រហែលហ្នឹងយើងធ្វើប្រហើយទៅហើយមានចម្ងល់អីអាចសួរក្នុងគ្រប់បន្ថែមបានគ្រូមានពេលគ្រូនឹងតបហើយយើងធ្វើឲ្យស្អាតដាក់នៅក្នុងសភៅយើងទុកមើលទៅតែពេលយើងប្រឡងពេលអីយើងមើលនៅក្នុងហ្នឹងទៅយើងមានឯកសារមើលស្រាប់ហើយយើងតើតើជាមួយនឹងមេរៀនទី2អត់មាននេះឯងអត់មានលំហាត់គណនាឯងសំណួរសុទ្ធពីច្រើនសំណួរហើយយើងមកចំពោះហ្នឹងមានតែ2មេរៀនហ្នឹងទេហើយយើងចូលមេរៀនទី3មេរៀនទី3ចំពោះ2បានយើងលំហាត់ទួចចំពោះ2ពីច្រើនសំណួរដែរចូលចំពោះ3ចំពោះ4ហ្នឹងអត់មានលំហាត់ច្រើនគ្រូបាក់ដុកគេចេញគ្រប់មេរៀនមកឯង